ឥឡូវកុំតន់អានមើលវីដេអូនៅខាងក្រោយខ្នងខ្ញុំហ្នឹងណាមកឆ្លើយនឹងសំណួរខ្ញុំសិនឧទាហរណ៍ថាអ្នកទាំងអស់គ្នាកំពុងតែដើរលេងនៅតាមដងផ្លូវពីរអ្នកមិត្តភក្តិអ្នកទាំងអស់គ្នាបន្ទាប់មកមិត្តភក្តិអ្នកទាំងអស់គ្នាបានរុញឬមួយក៏ច្រានអ្នកទាំងអស់គ្នាហ្នឹងឲ្យដួលប៉ុន្តែចៃដន្យអីគឺមានឡានក្រុងហ្នឹងកំពុងតែជិះកាត់នឹងដែរហើយក្បាលអ្នកទាំងអស់គ្នាហ្នឹងប៊ីសនៅខាងក្រោមកង់របស់ឡានក្រុងហ្នឹងនៅតែប្រហែលសង់ទីម៉ែត្រទៀតទេហើយបន្ទាប់មកមិត្តភក្តិអ្នកទាំងអស់គ្នាហ្នឹងនិយាយថាច្រានលេងតើអញ្ចឹងអ្នកទាំងអស់គ្នាមានអារម្មណ៍មិនដែរមកឥឡូវចូលសាច់រឿងវីដេអូនៅខាងក្រោយខ្នងខ្ញុំនឹងវិញព្រឹត្តិការណ៍មួយនេះគឺកើតឡើងនៅប្រទេសប៉ូឡូញហើយគេថតបានតាមកាមេរ៉ាសុវត្ថិភាពហើយពីរអ្នកគាត់ដែលពាក់អាវខ្មៅដើរនៅតាមដងផ្លូវហ្នឹងគឺជាមិត្តភក្តិនឹងគ្នាអ្នកទាំងអស់គ្នាហើយម្នាក់នៅខាងឆ្វេងដៃខ្ញុំហ្នឹងគឺគាត់មានអាយុ17ឆ្នាំហើយកំពុងតែដើរឬមួយក៏និយាយលេងមួយគ្នាសុកៗហ្នឹងអត់ដឹងថាមិត្តភក្តិគាត់មួយហ្នឹងកំពុងតែគិតអីទេបានលេងច្រានឬមួយក៏រុញគាត់ហ្នឹងឲ្យដួលខ្លាំងមែនតើអ្នកទាំងអស់គ្នាឲ្យនៅលើដីតែស្របពេលហ្នឹងគឺមានឡានក្រុងកំពុងតែមកដែរហើយបើនិយាយពីក្បាលជនរងគ្រោះជាមួយនឹងកង់របស់ឡានក្រុងហ្នឹងអ្នកទាំងអស់គ្នានៅតែប្រហែលសង់ទីម៉ែត្រទៀតទេគឺក្បាលហ្នឹងនៅក្រោមកង់ឡានក្រុងហ្នឹងហ្មងដោយវីដេអូនៅខាងក្រោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងហើយហេតុការណ៍មួយនេះដែរគឺកើតតាំងពីថ្ងៃទី12មេសាឆ្នាំ2018មកម្លេះបន្ទាប់ពីហេតុការណ៍នឹងដែរប៉ូលីសក៏បានផាកពិន័យកូនស្រីដែលជាជនបង្កនឹងដែរហើយក៏បានស៊ើបអង្កេតបន្តទៀតថាតើកូនស្រីនឹងគឺមានគោលបំណងឬមួយក៏អីអត់